ជួយសួរបងប្អូនជាអតិថិជននៃហាង Smart Robot Shop ពីខេត្តរំចាស់ទាំងថ្មីទាំងគ្នាបាទថ្ងៃនេះខ្ញុំនឹងណែនាំជូនបងប្អូននៅប្រភេទ drone ដែលយើងយកទៅធ្វើការបានតែម្ដងប៉ុន្តែតម្លៃវិញគឺមហា special មែនទែនបាទតម្លៃនៃ drone K9 19 Max នេះជាប្រភេទ drone នេះបងប្អូនគ្នាជាប្រភេទ drone នេះមិញtele មានអេក្រង់ទៀតអាចដាក់ memory បានទាំងនៅក្នុង drone អាចដាក់ memory បានទាំងនៅក្នុង tele remote control របស់យើងផ្ទាល់តែម្ដងហើយអ្វីជាពិសេសគឺជាប្រភេទ tele មានអេក្រង់បើយើងនិយាយពីតម្លៃរបស់វាវិញគឺ very special មែនហ្នឹងគឺត្រឹមតែ$125ទេបងប្អូនគ្នាបងប្អូនសឹងតែមិនជឿបាទកម្រិតរបស់វាគឺរហូតដល់ 4K កាមេរ៉ាជាប្រភេទ gimbal camera បាទ gimbal camera ហើយប្រភេទនៃ drone នេះណាឈុតថ្ម2បងប្អូនគ្នានឹងទទួលបានទី1ឈុតថ្ម2បាទឈុតថ្មនៃ drone 2បាទ tele ជាប្រភេទ tele សាកថ្ម tele អេក្រង់បាទទី3ជាប្រភេទdrone ដែលមាន GPS ហោះបានខ្ពស់ហោះបានឆ្ងាយបើយើងនិយាយពី drone នេះអាចហោះកម្ពស់រហូតដល់បានពី300ម៉ែត្របាទបើនិយាយពីចម្ងាយវិញនៅក្នុង spec នៃរោងចក្រថាបាន3000ម៉ែត្រគឺមានថា3គីឡូបាទ3គីឡូបងប្អូនគ្នាស្ដាប់អត់ច្បាស់ទេហើយបងប្អូននឹងទទួលបានជាមួយខ្ញុំបើក accessory ជូនបងប្អូនដល់គ្នាណាដោះកាមេរ៉ាขึ้นមកទីមកអញ្ចឹងនៅពេលដែលបងប្អូនទាញចេញមកបងប្អូននឹងទទួលបាននេះមួយនេះបងប្អូនគ្នាបាទ landing pad មួយប្រដាប់ចោះចតមួយបងប្អូនទាំងនេះមិនស្ដាប់មិនច្រឡំទេប្រដាប់ចោះចតបងប្អូននឹងទទួលបានបាទនេះស្លាបស្គួរមួយឈុតមាន memory 64G នៅក្នុងនេះ card reader ទូរទស្សន៍ខ្សែសាកទៀតបងប្អូនគ្នាសភៅណែនាំ drone នេះមានគេថាមាន sensor ការពារបុកប៉ះបងប្អូនប្រើក៏បានមិនប្រើក៏បានអា sensor ការពារបុកប៉ះហ្នឹងបងប្អូនគ្នាបាទបើសិនជាបងប្អូនលេងនៅឯ wheel ឆ្លាស់មិនកម្មប្រើទេបងប្អូនគ្នាដាក់នាំតែធួន drone នេះបាទមិនដាក់មិនប្រើទេបាទនេះ drone របស់យើងនេះ drone របស់យើងនេះបងប្អូនគ្នា drone របស់យើងគឺជាប្រភេទ drone ដែលមាន gimbal camera បាទហើយចង់បើកឲ្យបងប្អូនទាំងអស់គ្នាមើលតិចថា drone របស់យើងធំប៉ុណ្ណា drone នេះបើយើងប្រៀបធៀបជាមួយនឹង drone L600 Pro Max drone នេះគឺអាចថាសឹងតែប៉ុនគ្នាបាទយើងនិយាយពីភាពមាំទាំ drone នេះគឺមាំមែនតើបាទមាំមែនតើនេះបាទដាក់នៅលើបាតដៃរបស់ខ្ញុំគឺប្រព័ន្ធបាតដៃរបស់ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងគឺបងប្អូនយកទៅថតប្រើប្រាស់បានណាបងប្អូនគេថតទៅប្រើប្រាស់បានដូចខ្ញុំជំរាបជូនបាទគេដាក់ spec របស់វារហូតដល់ 4K បាទប៉ុន្តែកម្រិតនៃការថតរបស់វាបានដល់ប៉ុណ្ណានោះនេះបងប្អូនគ្នាថ្មវាគឺមាន2គ្រាប់បាទថ្មទំហំ 7.4 វ៉ុល 4500 មីលីអាំពែម៉ោងថ្មនេះរោងចក្រប្រាប់ថាលេងបាន25នាទីបាទលេងបាន25នាទីប៉ុន្តែខ្ញុំ suggest ឲ្យបងប្អូនលេងវិញលេងត្រឹម15ទៅ20នាទីអត់ពេកទេព្រោះ drone តម្លៃប៉ុណ្ណេះថ្មវាប៉ុណ្ណេះខ្ញុំយល់ថាលេងបានក្នុងចន្លោះប៉ុណ្ណឹង15ទៅ20នាទីបើលេងបានប៉ុណ្ណឹងខ្ញុំចាត់ទុកថាល្អប្រើហើយព្រោះ drone នេះព្រោះតម្លៃវាប៉ុណ្ណឹងក៏វាអាចមានសមត្ថភាពហោះរហូតដល់25ទៅ30នាទីដែរអត់មានសមត្ថភាពហោះប៉ុណ្ណឹងទេបាទទោះបីថារោងចក្រគាត់ប្រាប់ថាអញ្ចឹងក៏ដោយបងប្អូនគ្នាបាទអានេះមួយទៀតនេះ tele របស់វានេះដូចជំរាបជូនអញ្ចឹងជាប្រភេទ tele នេះអេក្រង់នេះបងប្អូនគ្នាបាទជាប្រភេទ tele នេះអេក្រង់គឺបងប្អូនបើកមកគឺវា load welcome អញ្ចឹងតែម្ដងបាទខ្ញុំចុចមកដើម្បី connect នេះវាកំពុង search connect ជាមួយនឹងdrone របស់យើងបងប្អូនគ្នាប៉ុន្តែដោយសារតែ drone នេះគឺខ្ញុំអត់ទាន់បើកអញ្ចឹងវាអត់អាច connect ជាមួយនឹង drone នេះបានទេបើអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការពពួក drone ដែលយើងយកទៅរៀនលេងហើយប្រើប្រាស់បានជាផ្លូវការណាបងប្អូននេះតម្លៃធូរថ្លៃមែនទែនបាទមាន gimbal បាទហើយជាប្រភេទ tele មានអេក្រង់បែបនេះទៀតសំខាន់គឺថែមជូននឹង memory 64G ញាត់ចូល tele remote control និង landing pad មួយទៀតបងប្អូននឹងกระดาษចុះចតមួយទៀតអញ្ចឹងតម្លៃនេះគឺ special មែនទែនសម្រាប់បងប្អូនយកទៅថតលេងនៅក្នុងកំឡុងពេលបុណ្យបន្ទូអូខេត្រឹមត្រូវមែនទែនបាទឬក៏សម្រាប់ដំណើរកម្សាន្តរបស់បងប្អូននៅក្នុងវិស្វកម្មអំទុកនេះគឺអាចជឿបាននៅហាង Smart Robot Shop ពីខេត្តរបស់យើងតម្លៃគឺបានបញ្ជាក់ឲ្យអត់ដែលកុហកបងប្អូននេះតម្លៃគឺតម្លាភាពជាមួយបងប្អូនហើយចំនួនក៏អត់ស្មានមានច្រើនដែរនៅសល់តែ8គ្រឿងទេបងប្អូននេះបញ្ញាឡើងចំនួនមានកំណត់បាទសូមអរគុណបងប្អូននេះដែលតែងតែគ្រប់គ្រងនៅហាង Smart Robot Shop ពីខេត្តរបស់យើងតាំងពីដើមរហូតដល់ពេលបច្ចុប្បន្នបាទសូមគោរពជំរាបលា